សូមជូនប្រវត្តិព្រះសហគមន៍កាតូលិកបាត់ដំបងនៅមុនសង្គ្រាមរវាងវៀតណាមនិងសៀមក្នុងឆ្នាំ1789មានបងប្អូនគ្រីស្ទបរិស័ទប្រមាណ1500នាក់តែងតែប្រមូលគ្នាអធិដ្ឋាននៅតាមកន្លែងរៀងៗខ្លួនមានដូចជាភូមិធ្លូលភូមិ8ឆោមដែលភូមិទាំងពីរនេះស្ថិតនៅតាមដងទន្លេសាបក្បែររាជធានីលង្វែកភូមិទាំងពីរនេះហើយដែលជាចំណុចផ្ដើមនៃដើមកំណើតព្រះសហគមន៍បាត់ដំបងមុនគេបង្អស់បងប្អូនទាំងអស់នោះរស់នៅយ៉ាងសុខសាន្តនាំគ្នាប្រកបការងារស្រែចម្ការតាមមាត់ទន្លេតែមិនយូរប៉ុន្មានសង្គ្រាមបានកើតឡើងប្រជាជនកម្ពុជាមួយចំនួនត្រូវចាប់ធ្វើជាឆ្លើយសឹកទៅឯប្រទេសសៀមក្នុងនោះក៏មានគ្រីស្ទបរិស័ទចំនួនប្រមាណជាង900នាក់តាមឯកសារក៏ធ្វើជាឆ្លើយសឹកនៅប្រទេសសៀមនោះផងដែរក្នុងឆ្នាំ1790មានលោកយ៉ូហាននៃព្រះយេស៊ូវបានធ្វើដំណើរមកពីប្រទេសចិនដើម្បីសួរសុខទុក្ខនិងប្រម៉ែប្រមូលបងប្អូនគ្រីស្ទបរិស័ទខ្មែរទាំងអស់ដែលមានចំនួន300នាក់រួមនឹងខេត្តពោធិ៍សាត់ឲ្យមករកទីលំនៅថ្មីនៅក្នុងខេត្តបាត់ដំបងដែលមានសុវត្ថិភាពគឺព្រះសហគមន៍យើងសពថ្ងៃនេះមិនយូរប៉ុន្មានបេសកកម្មរបស់លោកត្រូវបានបញ្ចប់ក្រោយមកមានលោកឡុងសេម៉ូបាធ្វើដំណើរពីបាងកកបន្ទាប់ពីលោកទទួលបានដំណឹងថានៅព្រះសហគមន៍នៅខេត្តបាត់ដំបងមានបងប្អូនគ្រីស្ទបរិស័ទជាច្រើននាក់កំពុងតែតែលតោលនិងឃ្លាតឆ្ងាយពីព្រះសហគមន៍លោកបានប្រមូលបងប្អូនទាំងអស់ឲ្យរស់នៅជុំគ្នាហើយលោកបានធ្វើការជាច្រើនជាមួយបងប្អូននៅទីនោះលោកបានអប់រំជំនឿនិងបកប្រែសៀវភៅស្ដីអំពីការព្រានប្រដៅអំពីព្រះយេស៊ូវនិងព្យាការីជាច្រើនក្នុងឆ្នាំ1953ព្រះសហគមន៍នៅកម្ពុជាទាំងអស់មានការរីកចម្រើនឡើងនៅតាមព្រះសហគមន៍នីមួយៗមានលោកបូជាចារ្យបងស្រីមករស់នៅនិងធ្វើការផ្សេងជាមួយក្មេងកំព្រានិងអ្នកជំងឺជាពិសេសនោះព្រះសហគមន៍មានការរីកចម្រើនហួសពីការស្មានដោយមានលោកអភិបាលប៉ូលតេបអ៊ីមជាអ្នកដឹកនាំហើយនៅសម័យនោះព្រះសហគមន៍នៅប្រទេសកម្ពុជាបានបែងចែកជា3ភូមិភាគធំគឺភូមិភាគភ្នំពេញភូមិភាគបាត់ដំបងនិងភូមិភាគកំពង់ចាមដែលភូមិភាគទាំង3នេះសុទ្ធតែមានលោកអភិបាលគ្រប់គ្រងក្នុងឆ្នាំ1975ដល់ឆ្នាំ1979ព្រះសហគមន៍ត្រូវធ្លាក់ក្នុងរបបខ្មៅងងឹតលោកបូជាចារ្យបងស្រីក៏ដូចជាបងប្អូនគ្រីស្ទបរិស័ទនិងប្រជាជនកម្ពុជាទាំងអស់ត្រូវជម្លៀសចាកចេញពីភូមិស្រុកទៅកាន់កន្លែងផ្សេងដែលអង្គការប៉ុលពតបានកំណត់ស្ថិតក្នុងសម័យនោះមានលោកបូជាចារ្យមួយចំនួនត្រូវបានសម្លាប់ព្រោះតែជំនឿនិងសេចក្តីស្រឡាញ់ជាមួយគ្នានោះដែរលោកអភិបាលតេបអ៊ីមនិងលោកបូជាចារ្យសង្ឃរួមទាំងប្រជាជនខ្មែរមួយចំនួនទៀតត្រូវបានទាហានខ្មែរក្រហមបាញ់សម្លាប់
រីឯប្រជាជនមួយចំនួនទៀតត្រូវភៀសខ្លួនទៅជ្រកកោននៅប្រទេសជិតខាងនៅក្រោមរបបនោះបងប្អូនគ្រីស្ទបរិស័ទមិនហ៊ានជួបជុំគ្នានោះទេអ្នកខ្លះលួចជួបជុំគ្នានៅកន្លែងស្ងាត់ដើម្បីអធិដ្ឋានអង្វរព្រះជាម្ចាស់ក្នុងឆ្នាំ1982កន្លែងពេទ្យយាយជីត្រូវបានរដ្ឋាភិបាលរំអូសយកធ្វើជាមន្ទីរសុខាភិបាលក្នុងឆ្នាំ1989លោកបូជាចារ្យជនជាតិវៀតណាមឈ្មោះដាវបានមកសួរសុខទុក្ខនិងស្នាក់នៅរយៈពេលខ្លីលោកបានធ្វើអគ្គសញ្ញាអាពាហ៍ពិពាហ៍ដល់គូស្វាមីពិធីសម្រុះសម្រួលបុណ្យជ្រមុជទឹកនិងអគ្គសញ្ញាលាបថ្ងាសដែលធ្វើឲ្យព្រះសហគមន៍មានការរីកដុះដាលឡើងក្នុងឆ្នាំ1990លោកអភិបាលអេមីលដេតំ បានមកសួរសុខទុក្ខបងប្អូនគ្រីស្ទបរិស័ទយើងនិងថ្វាយអភិបូជាជាផ្លូវការលើកទី1នៅរណសិរ្សខេត្តចាប់តាំងពីពេលនោះមកចាប់តាំងពីឆ្នាំ1992លោកបូជាចារ្យជនជាតិបារាំងឈ្មោះបែបណាដោយប្រានិងសិស្សរបស់លោកអភិបាលមួយចំនួនតូចបានមករស់នៅជាមួយព្រះសហគមន៍យើងតែដោយទីកន្លែងតូចពេកលោកបានជួលផ្ទះនៅខាងក្រៅមួយរយៈក្នុងឆ្នាំ1993យើងទទួលបានដីបរិវេណព្រះវិហារវិញយើងរួមគ្នាទាំងក្មេងចាស់ប្រុសស្រីរៀបចំសម្អាតនិងការពារយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃអំណរសប្បាយបានបំបត្តិនៅការព្រួយការលំបាកគ្រប់យ៉ាងក្នុងឆ្នាំ2000អគ្គរដ្ឋទូតសម្ដេចប៉ាបបានមកដល់ខេត្តបាត់ដំបងហើយបានតែងតាំងលោកបូជាចារ្យឈ្មោះអេនរីកេហ្វីការីដូជាជនជាតិអេស្ប៉ាញធ្វើជាអភិបាលប្រចាំភូមិភាគបាត់ដំបងរហូតមកដល់សព្វថ្ងៃ